អ្នកបានដឹងអំពីរឿងនោះរួចហើយនៅពេលក្រោយខ្ញុំបានតាមដានអ្នកតាំងពីពេលនោះមកបញ្ជូនមនុស្សម្នាក់ឲ្យទៅស៊ើបសួរនាងគាត់បានទៅតុលាការជំនួសបងប្រុសរបស់គាត់ស្ត្រីដែលមានបញ្ហានឹងមិនធ្វើបែបនេះជាដាច់ខាតប្រហែលជាមនុស្សទី2ដឹងប៉ុន្តែអ្នកមិនដឹងទេមូលហេតុដែលខ្ញុំត្រូវបានលាតត្រដាងគឺដោយសារតែខ្ញុំដឹងថាខ្ញុំកំពុងធ្វើសកម្មភាពក្នុងនាមបងប្រុសរបស់ខ្ញុំគុណភាពមិនមែនជាជំរើសរបស់អ្នកទេអ្នកបានលាក់អត្តសញ្ញាណរបស់អ្នកពីព្រោះអ្នកត្រូវបានបង្ខំឲ្យធ្វើដូច្នេះខ្ញុំគ្មានជំរើសទេខ្ញុំមិនដែលរំពឹងវាទេអ្នកនឹងមើលថែខ្ញុំហើយប្រាប់ខ្ញុំថាអ្នកមិនមែនទេតើមិត្តភ័ក្តិត្រូវលះបង់ច្រើនសម្រាប់អ្នកទេខ្ញុំក៏ដូចគ្នាដែរឥឡូវនេះអរគុណខ្ញុំបានរៀបចំរួចហើយមុនពេលកំណត់ដើម្បីបង្ហាញពីការដឹងល្អកំពុងបញ្ជូនអ្នកទៅឆ្ងាយឥឡូវនេះចាក់ចេញហើយកុំត្រឡប់ទៅរកចៅគឺជូវិញព្រះនាងនិងស្ត្រីអភិជនទាំងអស់នឹងយាងមកគោរពវិញ្ញាណខ្ញុំហើយដែលបានចាក់ចេញពីប្រជាជននៅលើដែនដីនោះតើនោះមិនមានន័យថាអ្វីដែលបានកើតឡើងបន្ទាប់ពីយើងជួយសង្គ្រោះជីវិតយើងជាមុនសិនក្មួយស្រីរបស់នគរយូព្រះបតាព្រះបាទយូប្រទេសនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាលហើយមានផ្លូវឯកគ្រាប់ទូតនៃ Kiefer ត្រូវបានពន្យាពេល Kaifudenu មិនមានសំបីតែពេលយើងដល់ទីនោះព្រះមហាក្សត្រនិងបុត្រីរបស់ព្រះអង្គបានថ្វាយបង្គំក្រាបថ្វាយបង្គំព្រះមហាក្សត្រដោយឃើញថាព្រះមហាក្សត្រនិងបុត្រីរបស់ប្រជានុរាស្ត្របានមកដល់យឺខ្ញុំសង្ឃឹមថាព្រះមហាក្សត្រីទ្រង់អត់ទោសឲ្យខ្ញុំចំពោះអ្វីដែលខ្ញុំបានធ្វើខុសខ្ញុំនឹងរួចរាល់នៅពេលខ្ញុំចាក់ចេញពីថៅយ៉ៅខ្ញុំមិនអាចទៅផ្ទះវិញបានទេបន្ទាប់ពីបញ្ចប់បេសកកម្មចង់ជាប់ក្នុងហ្គេមជារៀងរហូតខ្ញុំអាចត្រឡប់មកវិញហើយសាកល្បងសំណាងរបស់ខ្ញុំតែបើអ្នកងើយក្បាលឡើងខ្ញុំនឹងអនុញ្ញាតឲ្យអ្នកពាក្យសម្ដីរបស់រដ្ឋមន្ត្រីដែលធ្វើឲ្យងឿងឆ្ងល់ទៅកាន់បុត្រីរបស់ស្ដេចហៅឈីវយ៉ាវឈីវយ៉ាវលូឆៅឈីវហ៊ានជំនួសរបស់មួយដោយរបស់មួយទៀតណាស់ខ្ញុំនឹងបញ្ឆោតអ្នកហើយនិយាយភាសារបស់អ្នកមនុស្សនោះត្រូវបានហែកជាបំណែកប៉ាសូមស្ងប់ចិត្តទោះបីជាគាត់បានបោកបញ្ឆោតឪពុករបស់គាត់ក៏ដោយបាននៅស្មោះត្រង់នឹងលះបង់ណាស់អ្នកគួរតែមកមុនខ្ញុំដឹងថាអ្នកក៏កំពុងកុហកខ្ញុំដែរស្ដេចខៃហ្វាហ្គងសេមិនបានធ្វើទេដោយដឹងពីអត្តសញ្ញាណរបស់ខ្ញុំដឹងពីខ្លួនឯងខ្ញុំសូមអង្វរព្រះអង្គសូមទ្រង់ព្រះសម្ដាប់ការចាប់ប្រកាន់របស់ខ្ញុំគំនិតល្អខ្ញុំចង់ស្ដាប់យោបល់របស់អ្នកដើម្បីការពារស្ដេចកូនស្រីរបស់គាត់បានក្រោកឈរឡើងជំនួសបងប្រុសរបស់នាងការចូលទៅក្នុងប្រទេសកូរ៉េខាងជើងគឺជាជម្រើសចុងក្រោយជីដូនរបស់ខ្ញុំឈឺធ្ងន់នៅពេលនោះព្រះអាទិត្យលិចនៅទីខាងលិចហើយព្រះអាទិត្យពេលព្រឹករះនៅទីខាងលិចបើគ្មានជីដូនទេបងប្រុសច្បងក៏គ្មានផ្លូវដែរជីដូនបានទៅតុលាការដោយស្ងប់ចិត្តបងប្រុសរបស់ខ្ញុំមិនអាចចំណាយពេលពេញមួយជីវិតរបស់គាត់ដោយសន្តិភាពបានទេសូមឲ្យបងប្រុសច្បងបំពេញកាតព្វកិច្ចជាកូនប្រសាររបស់គាត់ក្នុងនាមជាអ្នកបម្រើនឹងអ្វីក្រៅពីស្លៀកសម្លៀកបំពាក់បរិសុទ្ធសម្រាប់គោរពបូជាទេខ្ញុំសង្ឃឹមថាព្រះមហាក្សត្រនឹងអនុញ្ញាតឲ្យខ្ញុំទៅតុលាការជំនួសបងប្រុសរបស់ខ្ញុំសូមអភ័យទោសឲ្យខ្ញុំផងលោកឪពុកស្ដេចហើយសូមចងចាំលោកចៅជីឈៀលសិនឲ្យយេហ្គោបេទៅសូមព្រះករុណាជាម្ចាស់ជីវិតលើត្បូងមេត្តាប្រោសប្រទាននៅព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំព្រះអង្គនៅក្នុងរឿងភាគទូរទស្សន៍ទឹកដីខាងវិញ្ញាណតើគេមិននិយាយថាការសូត្រកំណាព្យអាចជួយសង្គ្រោះជីវិតបានទេខ្ញុំបានសូត្របទរំលឹកដល់បល្ល័ង្ករួចហើយតើវានឹងដំណើរការឬអត់ខ្ញុំពិតជាដឹងគុណណាស់ការគោរពប្រតិបត្តិតាមបញ្ញត្តិរបស់អ្នកអាចលើកលែងអ្នកពីទោសប្រហារជីវិតប៉ុន្តែខ្ញុំបានកោះហៅព្រះនាងនៃព្រះមហាក្សត្រនីមួយមកកាន់ព្រះរាជវាំងសូមអធិស្ឋានសម្រាប់ភាពរុងរឿងនៃពិភពជំនួយដោយមានចិត្តកតញ្ញូបែបនេះយើងគួរតែពិចារណាមើលតើស្ថានសួគ៌ក៏ត្រូវបានផ្លាស់ទីទេតើអ្នកណាមកចាប់ពង្រត់ចៅជូរៀនហាលត្រូវបានកាត់ចំហដែលបង្ហាញពីចិត្តកតញ្ញូរបស់អ្នកវាជាការពិតដែលព្រះប្រកាសជានឹងប្រទានឲ្យអ្នកនៅរឿងនេះបើវាคล้ายៗនោះវាចប់ហើយពួកគេពិតជាបានជួយសង្គ្រោះអ្នកហើយបានយកឪពុករបស់អ្នកទៅឆ្ងាយសម្ដេចបានអញ្ជើញ